និយាយទៅខ្ញុំតាក់ទងមកខាងក្រុមហ៊ុននេះហើយចោះពីថៃភ្លាមចូលធ្វើប្រោយ អញ្ចឹងមកភ្លាមធ្វើភ្លាមតែម្ដងណា ចា ការងារនេះមិនដែរបង អ៊ូស្រួលនិយាយទៅបានចំណេះយើងដាំបន្លែដាំប្លុកផង នៅនេះយើងមានជាវគ្គបណ្ដុះបណ្ដាលមួយរយៈពេល15ថ្ងៃដោយបណ្ដុះបណ្ដាលអតិភិបបំផុតហ្នឹងគឺបុគ្គលិកដែលគាត់មកពីខាងប្រទេសថៃមួយរយៈមុនហ្នឹងមានការផ្ទុះសង្គ្រាមអញ្ចឹងទៅក៏ធ្វើឲ្យប្រជាពលរដ្ឋយើងបាត់បង់ការងារធ្វើអញ្ចឹងទៅយើងក៏បើកជាវគ្គបណ្ដុះបណ្ដាលមួយដើម្បីបណ្ដុះបណ្ដាលគាត់ឲ្យចេះពីការដាំដុះបន្លែក្នុងផ្ទះសំណាញ់អញ្ចឹងនៅពេលដែលគាត់ចេះដាំដុះក្នុងផ្ទះសំណាញ់ហើយយើងយកគាត់ធ្វើជាបុគ្គលិករបស់យើងជំរាបសួរអូនអាចបញ្ជាក់បន្តិចបានទេធ្វើការនៅកន្លែងណានេះ នៅតាសី កសិកម្មតសីសាមគ្គីណា ចា ឈ្មោះអីដែរអាចជួយជំរាបជូនបងប្អូនយើងតិច ខ្ញុំឈ្មោះឈឿនចម្រើន ធ្វើការនៅនេះបានប៉ុន្មានហើយអូន ធ្វើបានរយៈពេល2ខែបង មិនតិចម៉េះ ទៅមកពីថៃ ពេលដែលមកពីថៃភ្លាមធ្វើការនឹងហ្មងណា ចាបង ទៅថៃបានប្រហែលឆ្នាំ ប្រហែលជា7-8ឆ្នាំដែរបងតែទៅមកអញ្ចឹង តែឥឡូវទៅវិញទៀតទេ ឈប់ទៅហើយបង អញ្ចឹងសម្រាប់ថាមកធ្វើការស្រុកខ្មែរវិញណា ចាបង កុំឲ្យគេថាយើងអីពឹងទៅការងារកន្លែងគេណាយើងនៅខ្មែរនេះក៏មានការងារធ្វើដែរមែនទេ ហ្នឹងហើយបង មកភ្លាមបានការងារធ្វើភ្លាមណា ចា បងឈ្មោះអីដែរបង ឈ្មោះគុនធា តៃតាអ្នកធ្វើការនៅស្រុកគេដែរមែនទេ ចា ធ្វើការនៅស្រុកណាបង នៅស្រុកថៃ អូធ្វើនៅនោះបានប្រហែលឆ្នាំបង ធ្វើបាន7-8ឆ្នាំ អូយូរដែរបងប្អូន ចា ហើយបងអញ្ជើញមកបានប្រហែលខែហើយមកធ្វើ មក ការនៅនេះ មកបាន3ខែចូល4ខែ មានកម្រងទៅវិញទេ អត់ផងអូនវាយផាសពតបាត់ហើយ ហើយធ្វើការនៅនេះមិនដែរ អត់អីហងអូនការងារស្រាលហ្នឹង បាទ យើងដកស្មៅចឹងទៅដកដោយដៃចឹងទៅហើយបើមានសត្វល្អិតអីក៏យើងកម្ចាត់វាដោយដៃទៅយើងអត់កម្ចាត់ដោយថ្នាំពុលគីមីអីទេចឹងទៅហើយមានដកមានដាំមានប្រមូលផលការងារស្រាល ឈ្មោះអីដែរបង ខ្ញុំឈ្មោះស្រីហួរ ស្រីហួរអាយុប៉ុន្មានទេបង ខ្ញុំអាយុ38 សប្ថ្ងៃនេះធ្វើការនៅខាងសហគមន៍កសិកម្មតសីសាមគ្គីដែរ ចា ធ្វើបានប្រហែលខែបង ខ្ញុំចូលបាន2ខែដែរបង អញ្ចឹង ខ្ញុំទៅចោះមកពីថៃដែរ នៅថៃបានប្រហែលឆ្នាំបង ខ្ញុំនៅបាន2ឆ្នាំបងទៅភ្លាមមានសង្គ្រាមចឹងមកខ្ញុំក៏លឺគេផ្អើលចោះមកភ្លាមបណ្ដោយអត់នៅទៅយូរទេ បាទប៉ុន្តែក៏ទៅថៃទៅទាំងអស់គ្នាឬក៏ទៅតែបងទេ ទៅទាំងអស់គ្នាទាំងប្តីទាំងប្រពន្ធ មកក៏ទាំងអស់គ្នាដែរ ចាមកទាំងអស់គ្នាប្តីខ្ញុំនៅខាងនោះនិយាយទៅខ្ញុំតាក់ទងមកខាងក្រុមហ៊ុននេះហើយចោះពីថៃភ្លាមចូលធ្វើប្រោយ អញ្ចឹងមកភ្លាមធ្វើភ្លាមតែម្ដងណា ចា ការងារនេះមិនដែរបង អ៊ូស្រួលនិយាយទៅបានចំណេះយើងដាំបន្លែដាំប្លុកផងនិយាយទៅស្រឡាញ់ការដាំដុះដែរ ឈ្មោះអីដែរ ខ្ញុំឈ្មោះមិញវាសនា វាសនាអាយុប៉ុន្មានហើយ ខ្ញុំ30បង អតីតអ្នកធ្វើការនៅស្រុកថៃដែរមែនទេអូន បាទបង ទៅថៃនោះបានប្រហែល ខ្ញុំទៅប្រហែល3ឆ្នាំ ធ្វើការជាអីដែរ ធ្វើខាងសំណង់ ខាងសំណង់ណា បាទ តែមកដល់នេះយើងធ្វើខាងផ្នែកកសិកម្មវិញណា បាទបង ខុសគ្នាមិនដែរ បើយើងធ្វើសំណង់វានៅហាក្តៅបើការងារធ្ងន់ច្រើនដល់ពេលយើងធ្វើកសិកម្មនេះអត់សូវមានការងារធ្ងន់ទេ មកដល់ភ្លាមបានការងារធ្វើភ្លាមមែន បាទបង ល្អម្ល៉េះណា ដូចថាយើងមើលតាមប្រព័ន្ធផ្សព្វផ្សាយខាង Facebook ទៅយើង បាទ ឃើញព័ត៌មានទៅយើងចុះឈ្មោះចូលទៅខាងសហគមន៍គាត់ទេហៅមកធ្វើ គិតមកដល់ថ្ងៃហ្នឹងធ្វើបានប្រហែលខែអូន ខ្ញុំ3ខែ ការងារគឺធូរជាងនៅខាងស្រុកគេផងមែនទេ បាទបាទ អូខេបងប្អូនឥឡូវយើងទៅជួបជាមួយនឹងខាងបងប្អូនប្រុសដែលគាត់ជាអ្នកតំណាងនៅក្នុងសហគមន៍កសិកម្មតសីសាមគ្គីនេះម្ដងថាតើពាក់ព័ន្ធជាមួយនឹងបុគ្គលិកដែលគាត់ធ្វើការនៅខាងកសិកម្មតសីសាមគ្គីនេះថាតើពួកគាត់នឹងមានជំនាញដែរឬទេមុនពេលដែលចូលធ្វើការហើយតើភាគច្រើនគាត់ផ្ដោតសំខាន់ទៅលើបុគ្គលិកអញ្ជើញមកពីខាងណាដែរតោះជួបជាមួយគាត់ទាំងអស់គ្នាបងប្អូនជំរាបសួរម្ដងទៀតអូននៅនេះយើងមានផ្ដល់ឱកាសឲ្យបងប្អូនយើងដែលគាត់ជាអតីតកម្មករអតីតជាពលករនៅខាងស្រុកថៃមែនទេអូន បាទនៅនេះយើងមានជាវគ្គបណ្ដុះបណ្ដាលមួយរយៈពេល15ថ្ងៃដោយបណ្ដុះបណ្ដាលអតិភិបបំផុតហ្នឹងគឺបុគ្គលិកដែលគាត់មកពីខាងប្រទេសថៃមួយរយៈមុនហ្នឹងមានការផ្ទុះសង្គ្រាមអញ្ចឹងទៅក៏ធ្វើឲ្យប្រជាពលរដ្ឋយើងបាត់បង់ការងារធ្វើអញ្ចឹងទៅយើងក៏បើកជាវគ្គបណ្ដុះបណ្ដាលមួយដើម្បីបណ្ដុះបណ្ដាលគាត់ឲ្យចេះពីការដាំដុះបន្លែក្នុងផ្ទះសំណាញ់អញ្ចឹងនៅពេលដែលគាត់ចេះដាំដុះក្នុងផ្ទះសំណាញ់ហើយយើងយកគាត់ធ្វើជាបុគ្គលិករបស់យើងដើម្បីឲ្យគាត់ចេះដាំដុះដើម្បីឲ្យគាត់វឹកហាត់ជំនាញរបស់គាត់ថ្ងៃណាមួយដែលគាត់អាចគេហៅថាមានជំនាញច្បាស់លាស់គាត់អាចចង់ប្រកបមុខរបរខ្លួនឯងគាត់អាចចេញបានទៅធ្វើខ្លួនឯងបាន មិនមែនប្រកាសថាឲ្យតែអ្នកដែលអញ្ជើញមកពីស្រុកថៃគឺយើងត្រូវតែយកហើយមួយទៀតអ្នកដែលអត់នៅស្រុកថៃអ្នកនៅស្រុកខ្មែរក៏យើងអត់យកដែរមែនទេអូនបញ្ជាក់ឡើងនឹងឲ្យច្បាស់ យើងលក្ខណៈថាវគ្គបណ្ដុះបណ្ដាលហ្នឹងយើងជារួមទេយើងទូទៅទេតែយើងផ្ដោតសំខាន់ទៅលើគាត់មកពីប្រទេសថៃហេតុអីដោយសារគាត់អត់មានការងារធ្វើគាត់ខ្វះប្រាក់ចំណូលអញ្ចឹងយើងក៏ផ្ដល់ឱកាសឲ្យពួកគាត់ជាអតិភិបតែមិនមែនថាអ្នកអត់បានទៅស្រុកថៃក៏អត់អាចមកបានទេ មានន័យថាខ្មែរក៏យើងយក បាទខ្មែរក៏យើងយកហើយបុគ្គលិកពលករដែលគាត់ជើញមកពីប្រទេសថៃក៏យើងយកដែរបាទ 15ថ្ងៃនេះគិតលុយ យើងរៀន free ក្នុងករណីដែលយើងរៀនហើយយើងចង់ខ្លាយជាបុគ្គលិករបស់
ខាងកសិដ្ឋានអញ្ចឹងយើងឲ្យគាត់រៀន free តែបើក្នុងករណីដែលគាត់ចង់ថារៀនដើម្បីយកចំណេះដឹងខ្លួនឯងដើម្បីទៅប្រកបអាជីពខ្លួនឯងអាជីវកម្មខ្លួនឯងទេអញ្ចឹងគាត់លក្ខណៈថាគាត់បងលុយយើងគិតហើយនៅនេះមានទាំងកន្លែងស្នាក់នៅមានកន្លែងអាហារ3ពេលហើយមួយទៀតទឹកភ្លើងអីនៅលើយើងទាំងអស់មកសព ចុះបើសិនជាបងប្អូនយើងដែលគាត់ចង់មកទទួលការបណ្ដុះបណ្ដាលដែរហើយដែលគាត់មិនចង់ធ្វើជាបុគ្គលិកនៅនេះហ៎អាហ្នឹងក៏យើងទទួលដែរមែនទេ អាហ្នឹងយើងទទួលដែរតែយើងផ្ដល់ឲ្យគាត់តែយើងនៅពេលដែលចប់យើងនឹងគិតពីគាត់វិញបាទដោយសារយើងនៅនេះក៏មានគ្រូបង្រៀនទាំងទ្រឹស្ដីបង្រៀនទាំងការអនុវត្ត សប្តាហ៍ថ្ងៃនេះនៅតែមានទទួលដែរមែនទេ នៅតែមានទទួលមានបើកវគ្គបច្ចុប្បន្ននេះកំពុងតែអនុវត្តវគ្គ 5 វាជាដំណឹងល្អមួយសម្រាប់បងប្អូនយើងមិនមែនថាតែបងប្អូនយើងដែលអញ្ជើញមកពីស្រុកថៃទេណាទាំងបងប្អូនយើងនៅក្នុងស្រុកខ្មែរក៏ដោយដែលចង់បានចំណេះដឹងចង់បានជំនាញពាក់ព័ន្ធជាមួយនឹងវិស័យកសិកម្មក៏ដូចជាបច្ចេកទេសទំនើបដែលយើងមកកន្លែងនេះគឺយើងឃើញមានបច្ចេកទេសទំនើបជាច្រើនជាពិសេសគឺមានផ្ទះសំណាញ់អីជាដើមនេះបងប្អូនអាចអញ្ជើញមកខាងសហគមន៍កសិកម្មតសីសាមគ្គីបានអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ពេលនេះ បាទ អរគុណបងប្អូន បាទជម្រាបលាបង បាទអរគុណបងប្អូនជំរាបលា បាទ